ព្រោះលិខិតតវ៉ារបស់អឺក្រសួងការបរទេសកម្ពុជានេះចេញតាំងពីថ្ងៃម្សិលមិញមកម្លេះគឺថ្ងៃទី10ខែមេសាគាត់តវ៉ាអីគេខ្លះកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅតំបន់ព្រំដែនកម្ពុជាពាក្យនេះគឺរត់មាត់ហើយសម្រាប់រដ្ឋាភិបាលកម្ពុជាគឺថៃកាន់កាប់ដោយខុសច្បាប់នៅពេលដែលយើងចុះហត្ថលេខាឲ្យគេនៅណានៅហ្នឹងណាតាមពិតលិខិតនេះគឺមានអត្ថន័យចំពោះអ្វីដែលជាសកម្មភាពដែលថៃទន្ទ្រានឈ្លានពានដែនអធិបតេយ្យកម្ពុជាលើសពីរង្វង់នៃការព្រមព្រៀងចរចាគ្នាកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ណាប៉ុន្តែអ្វីដែលមានមន្ទិលនេះគឺរដ្ឋាភិបាលកម្ពុជាអត់ព្រមសរសេរចុះឬក៏ដាក់កត់នៅក្នុងបញ្ជីទីតាំងណាខ្លះយាមកាប្រមាណអីប្រមាណអាមុនហ្នឹងគេយកប្រមាណអាក្រោយមកទៀតនេះក្រោយបတ်ឈប់បាញ់នេះគេយកប្រមាណទៀតគឺយើងមកដល់ពេលនេះគឺយើងអត់មានព័ត៌មាននឹងសោះជាប្រជាពលរដ្ឋខ្មែរអាភ័ព្វមែនតើគឺរដ្ឋាភិបាលគឺចេះតែថាគេទន្ទ្រានគេឈ្លានពានរហូតយើងដឹងហើយថៃឈ្លានពានខ្មែរតាំងពីដើមទីមកតាមិនមែនទៅមកឥឡូវឯណាក៏ប៉ុន្តែតាអាការឈ្លានពានបន្ថែមលើសពីអាកិច្ចចរចាឈប់បាញ់ហ្នឹងមានប្រមាណករណីទៀតហើយអាកាលពេលចរចាឈប់បាញ់ហើយហ្នឹងយើងព្រមឲ្យគេគ្រប់គ្រងដែនអធិបតេយ្យរបស់យើងអ្នកណានៅណានៅណាហ្នឹងប្រមាណឲ្យប្រកាសព្រោះរដ្ឋាភិបាលកម្ពុជាម្ដង3ដុំម្ដង5ដុំម្ដងប៉ុណ្ណេះដុំម្ដងថែមថយគឺថាវល់ក្បងហើយទៅបានលោកអ៊ុំសំអានខាងកិច្ចការរដ្ឋាភិបាលក្រៅប្រទេសហ្នឹងគាត់ចេះតែថែមស្រង់មកទៅបានរហូតដល់60កន្លែងជាងហើយហ្នឹងហើយរដ្ឋាភិបាលទៅនៅប្រមាណ20 30ហ្នឹងនិយាយតួលេខហ្នឹងគឺខុសគ្នាហើយគេឈ្លានពានរហូតប៉ុន្តែមិនដឹងឈ្លានពានកន្លែងណាយាមកាប្រមាណទំហំប្រមាណគីឡូម៉ែត្រឆ្ងាយប្រមាណពីព្រំដែនអីអញ្ចឹងហើយគូសមកដាក់មកបញ្យលមក website ស្អីលើគេហទំព័ររបស់រដ្ឋាភិបាលហ្នឹងដាក់មកឲ្យប្រជាពលរដ្ឋចុះទៅស្រាវជ្រាវហើយមើលយាមកាហ្នឹងឲ្យដឹងច្បាស់លាស់មើលថាត្រីដីប្រមាណដែលត្រូវបាត់អីហ្នឹងអត់យើងនៅតែសពិចសពិលសពិចសពិលអញ្ចឹងទៅរហូតហើយដល់ពេលហើយតាំងចោតគេថាផ្សាយព័ត៌មានមិនពិតញុះញង់តែខ្លួនឯងដែលមានភារកិច្ចទួនាទីស៊ីប្រាក់ខែរដ្ឋហ្នឹងអត់ព្រមធ្វើអាកិច្ចការងារដែលតកតងនឹងអាយុជីវិតជាតិនឹងឲ្យច្បាស់លាស់សោះរដ្ឋាភិបាលកម្ពុជាថាអញ្ចេះតវ៉ាជំទាស់ជាផ្លូវការប្រឆាំងទៅនឹងប្រទេសថៃចំពោះសកម្មភាពខុសច្បាប់ក្នុងតំបន់ដែលកាន់កាប់ដោយខុសច្បាប់ដោយកម្លាំងប្រដាប់អាវុធថៃក្នុងខេត្តបាត់ដំបងនិងខេត្តឧត្តរមានជ័យតាំងតែពីខែធ្នូឆ្នាំ2025ឃើញថាគេគ្រប់គ្រងឈ្លានពានខុសច្បាប់តាំងពីឆ្នាំ2025តាំងពីខែធ្នូហើយក្រែងខែធ្នូហ្នឹងក្រែងយើងព្រមព្រៀងជាមួយគេអីថាឲ្យនរណានៅណានៅហ្នឹងហើយចុះបើហួសពីកិច្ចព្រមព្រៀងហ្នឹងខ្មែរយើងអត់អាចធ្វើអីថៃបានទេអញ្ចឹងខ្ញុំស្ដាប់ប្រសាសន៍របស់លោកMarco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកប្រហែលថ្ងៃមុននិយាយសារមួយដែលគាត់ថាវាជារឿងភ្លីភ្លើមួយសម្រាប់រដ្ឋាភិបាលមួយដែលគេបាញ់មកខ្លួនហើយគេឈ្លានពានខ្លួនហើយខ្លួននៅស្ងៀមអត់បាញ់តគេវិញណានេះគឺជាភាសារបស់រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកតាមពិតនិយាយរឿងអ៊ីរ៉ង់ឯងព្រោះអ៊ីរ៉ង់បាញ់មីស៊ីលហើយនឹងបាញ់ប្រហារមានដ្រូនមានអីទៅលើកប៉ាល់ចម្បាំងរបស់អាមេរិកនៅច្រក Hormuz ដែលអាមេរិកកំពុងចេញប្រតិបត្តិការដើម្បីជួយសង្គ្រោះកប៉ាល់ដែលជាប់គាំងនៅច្រក Hormuz ហើយទៅអ៊ីរ៉ង់គេបាញ់កញ្ជ្រួចមីស៊ីលបាញ់អីអាមេរិកបាញ់ស្រោចទៅវិញហើយនៅពេលហ្នឹងស្រាប់តែលោក Marco Rubio គាត់ថាបើគេបាញ់មកយើងហើយយើងមិនបាញ់មានតែយើងភ្លឺហ្នឹងហើយជាជាតិសាសន៍មួយភាសានេះគឺស្ដាប់ទៅគឺអាមេរិកស្រឡាញ់សង្គ្រាមតែបើស្ដាប់ឲ្យមែនតើមិនមែនចឹងទេគឺជាការការពារខ្លួនដោយស្របច្បាប់បើសិនជាមានរដ្ឋអធិបតេយ្យណាឈ្លានពានចូលដែនអធិបតេយ្យរបស់ខ្លួនគឺយើងមានសិទ្ធិបាញ់ការពារឲ្យអ្នកនោះឯងទៅវិញកុំមកឈ្លានពានឯកម្ពុជាយើងតាំងពីឆ្នាំ2025មកសូម្បីតែមានកិច្ចព្រមព្រៀងហើយយើងនៅតែគេឈ្លានពានតែអត់ដែលបានធ្វើអីគេសោះតវ៉ាប៉ុន្តែអត់ដែលប្តឹងគេទៅទៀតបើថាំងយើងជ្រើសរើសសន្តិភាពហើយមិនបាញ់គេអីទេយើងទៅបាញ់បោះអីគ្នាទៀតម៉ោងនេះហើយអាហ្នឹងថាដូចលោក Marco Rubio ថាយើងភ្លីភ្លើហើយជាជាតិសាសន៍មួយពេលដែលគេឈ្លានពានយើងអត់តដៃគេសោះណាអាហ្នឹងគឺយ៉ាប់ហើយក៏ប៉ុន្តែអានេះគាត់និយាយពីរឿងអ៊ីរ៉ង់ឯងភាសាហ្នឹងគឺវាស្ដាប់មកហ្នឹងវាចាក់ដោតរឿងខ្មែរយើងដែរដែលគេឈ្លានពានយើងអត់មានបានទៅតដៃទៅវាយគេបដិញគេទេថាអាបដិញមិនកើតទេអាក្នុងដែនដីដែលយើងព្រមឲ្យគេនៅណានៅហ្នឹងចាអាក្រោយមកនេះទន្ទ្រានរហូតហើយរដ្ឋាភិបាលថាទន្ទ្រានតាំងពីក្រោយ
តាំងពីខែមេខែធ្នូឆ្នាំ2025មកហើយយើងឲ្យគេទន្ទ្រានអញ្ចឹងរហូតដល់ជារដ្ឋអធិបតេយ្យមួយគេទន្ទ្រានតវ៉ាគេទន្ទ្រានថ្កោលទោសគេទន្ទ្រានជូនដំណឹងគេទន្ទ្រានអមិនទទួលស្គាល់គេទៅទានបដិសេធដាច់អហង្ការហើយចុះយន្តការអន្តរជាតិនឹងនៅណាហេតុអីក៏មិនប្រើបើថាមិនបាញ់ទេមិនហ៊ានបាញ់គេទេវាអូខេមិនអីទេថាយើងយកសន្តិភាពចុះហេតុអីក៏មិនដាក់ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិឬព្រំដែនអន្តរជាតិនៅឲ្យថៃទន្ទ្រានចឹងរហូតហើយតែគេទន្ទ្រានបានគេធ្វើបានអាហ្នឹងដូចគណៈបកប្រជាជនកម្ពុជារំលាយគណៈបកសង្គ្រោះជាតិបានរំលាយកែរដ្ឋធម្មនុញ្ញកាត់ដៃកាត់កង់ខ្មែរងើបមួយវាយមួយធ្វើបានឲ្យអត់មាននរណាអីធ្វើអីយើងបានយើងចេះតែធ្វើទៀតដូចសត្វដែលញៀននឹងការស៊ីសាច់ចឹងដូចថាចេះខ្ញីបានខ្ញាំបានចេះទៅមលោបបានចេះមលោបទៀតទៅព្រោះអត់មានណាធ្វើអីផងវាអញ្ចឹងណាបងប្អូនហើយគាត់បានតវ៉ាហ្នឹងគឺដូចតទៅទី1តវ៉ាចំពោះការលើកទង់ជាតិថៃនៅលើខ្នងទំនប់ខាងកើត OTP ចុះប្រមាណទីតាំងទៀតទៅលោកហើយលើកមុនមានតែប្រមាណទីតាំងឥឡូវមកលើខ្នងទំនប់ខាងកើត OTP ណាទៀតទេនៅក្នុងសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យតាំងពីថ្ងៃទី6ខែមេសាចេញមកឃើញទីតាំងថ្មីទៀតថៃទន្ទ្រានឈ្លានពានចូលដីខ្មែរតើអស់ប្រមាណកន្លែងទៀតហើយលោកបន្តទៀតថាការសាងសង់របងព្រំដែនជាឯកតោភាគីក្នុងតំបន់ចន្លោះបង្គោលព្រំដែនលេខ52និងលេខ54ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី2ខែមេសាឆ្នាំ2026អាហ្នឹងលោកអ៊ុំសំអាននិយាយឡើងស្អកកហើយអាបង្គោលព្រំដែនឥឡូវគេចាក់បេតុងហើយហ្នឹងបងប្អូនគេចាក់បេតុងហ្នឹងគឺ1គីឡូជាង1គីឡូ1300ម៉ែត្រទៅគេចាក់បេតុងតែគេចឹងយើងមិនទៅដឹងធ្វើអីគេទេហើយនៅព្រំដែនចាក់បេតុងអត់មានពិគ្រោះជាមួយខ្មែរប៉ុណ្ណាចឹងថៃគេចង់ធ្វើអីក៏ស្រាច់ចិត្តដែរហើយយើងចាប់ហ្មងហើយមួយទៀតតវ៉ាចំពោះការចុះពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតថ្ងៃ7មេសា2026គេយកយោធាគេយកមកចុះត្រួតពិនិត្យក្នុងទីតាំងព្រំដែនអត់មានសុំអនុញ្ញាតពីខ្មែរហើយយើងបានតែតវ៉ាហើយចុងក្រោយថាសកម្មភាពទាំងអស់នេះបង្ហាញអំពីការធ្វើផ្ទុយពីកិច្ចព្រមព្រៀងបាត់ជប់បាញ់លក្ខណៈថៃខ្វល់យើងមែនយើងស្រែកតតស្អប់កទៅកោកសឹកមកតដោកឆ្អែតទៅពោះកបីអញ្ចឹងបើសិនជារដ្ឋាភិបាលនៅតែថ្កោលទោសនៅតែមិនព្រមប្តឹងថៃទេគឺបានន័យថាយើងមិនដឹងជាមានចំណុចខ្សោយអីបានខ្លាចថៃយ៉ាងនេះមកឥឡូវថៃគេស្នើឲ្យកម្ពុជាប្រើយន្តការទ្វេភាគីរឿងព្រំដែនសមុទ្រមុនទៅភាគីទី3យើងមើលថ្ងៃនេះស្រាប់តែលោកសៀហស័កភួងកេតកៅដែលជារដ្ឋមន្ត្រីក្រសួងការបរទេសថៃប្រាប់មកសារព័ត៌មានអន្តរជាតិថៃប្រកាសជាអល់រឹកថាអត់ទាន់បានព្រមព្រៀងអីថាចេះចាំមើលនៅពេលដែលគាត់ជួបគ្នានៅសេប៊ូពេលលោកអនុទិនច័ន្ទវរៈគុលហើយនឹងលោកណែហ៊ុនម៉ាណែតទៅជួបគ្នានៅឯទីក្រុងសេប៊ូនៃប្រទេសហ្វីលីពីនគឺកោះសេប៊ូនេះត្រូវបានលោក Ferdinand Marcos Jr ផ្គូផ្គងសុំឲ្យជួបគ្នាជជែកពីរឿងព្រំដែនអីអញ្ចឹងទៅថៃក៏គេឆ្លៀតឱកាសនោះក៏ជម្រាបជូនដំណឹងមកកម្ពុជាជាផ្លូវការថាគេសុំដកលុបចោល MOU 2001ស្ដីអំពីការគ្រប់គ្រងដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជានិងថៃហើយឲ្យដឹងហើយដល់ពេលហើយឮសូរថាកម្ពុជាហ្នឹងថាក៏បានជូនដំណឹងទៅភាគីថៃតើថាកម្ពុជានឹងប្រើយន្តការគេហៅថាវិធីផ្សះផ្សាដោយបង្ខំអាម៉េចនោះនៃច្បាប់ស្ដីអំពីនីតិសមុទ្រហ្នឹងព្រោះអីថៃដកអនុសារណៈនៃការយោគយល់គ្នាលុបចោលអញ្ចឹងបានន័យថាកម្ពុជាប្រាប់ទៅថៃវិញថាសូមប្រើយន្តការចាប់បង្ខំហ្នឹងដើម្បីឲ្យភាគីទី3ដោយអង្គការសហប្រជាជាតិអីចូលរួមដើម្បីដោះស្រាយរឿងព្រំសមុទ្រនៅកម្ពុជានិងថៃគេមកវិញថាថៃកម្ពុជាថាថៃបានទទួលថាឲ្យយករឿងហ្នឹងទៅភាគីទី3អីចឹងទៅអាហ្នឹងមួយថ្ងៃមុនឥឡូវថៃគេមកប្រកែកថាគេអត់មានបានទទួលទេគេអត់មានបានទទួលព្រមតាមកម្ពុជាថាយករឿងនេះទៅភាគីទី3ទេប៉ុន្តែថ្ងៃនេះលោកសៀហស័កភួងកេតកៅដែលជារដ្ឋមន្ត្រីការបរទេសថៃបញ្ជាក់ជំហរជាថ្មីថាថៃស្នើឲ្យកម្ពុជាឬក៏បបួលឲ្យកម្ពុជាកុំទៅភាគីទី3អីឲ្យដោះស្រាយទ្វេភាគីបានហើយនៅក្នុងយន្តការដែលមានស្រាប់តាមច្បាប់នីតិសមុទ្រហ្នឹងក៏ដោយពេលដែលគេដក MOU 2001ក៏ដោយ
ថៃបបួលខ្មែរឲ្យប្រើយន្តការចរចាទ្វេភាគីឬក៏ក្រោមយន្តការនៃច្បាប់ឬសន្ធិសញ្ញានឹងចោះមើលថៃខូចលុប MOU 2001ហ្នឹងគឺបានន័យជាការលុបអាយន្តការចរចាទ្វេភាគីបាត់ហើយហ្នឹងហើយតើឥឡូវមកបបួលខ្មែរយើងថាកុំទៅរកអ្នកទី3អីឲ្យចរចាទ្វេភាគីថៃខូចក៏ប៉ុន្តែខ្មែរលេងលបែងថៃនេះយើងលេងលបែងគេព្រោះអីតែយើងប្រមានថៃថានឹងប្តឹងទៅភាគីទី3ពីរឿងចំនួនព្រំដែនសមុទ្រដោយប្រើយន្តការ compulsory conciliation ឬក៏យើងហៅថាយន្តការផ្សះផ្សាដោយបង្ខំយ៉ាងម៉េចគេនោះតាមពិតវាគ្មានទៅបង្ខំទៅស្អីឯណាទេតែទ្វេភាគីដដែលហ្នឹងព្រោះអាយន្តការផ្សះផ្សាដោយបង្ខំអីហ្នឹងគឺជាយន្តការកាតព្វកិច្ចបើយើងនិយាយឲ្យមែនតើមិនមែនជាការចាប់បង្ខំទេវាជាកាតព្វកិច្ចបើសិនជាភាគីទាំងពីរមិនព្រមព្រៀងស្រស់ស្រួលគ្នាគឺត្រូវតែប្រើកាតព្វកិច្ចមួយគឺបង្កើតគណៈកម្មការដែលមានសមាជិក5នាក់2នាក់ពីខ្មែរ2នាក់ពីថៃហើយមានប្រធានមួយដែលជ្រើសរើសដោយថៃនិងខ្មែរដដែលណាវាអត់មានភាគីទី3ទី4ឯណាទេក៏ប៉ុន្តែពេលដែលថៃប្រាប់ថាប្រើយន្តការទ្វេភាគីហ្នឹងគឺថៃចង់ប្រាប់សហគមន៍អន្តរជាតិទៀតថាកម្ពុជាកំពុងរករឿងចង់ប្រើរឿងនេះទៅជាចំនួនប្រដាប់អាវុធអន្តរជាតិឯណាវិញអញ្ចឹងថៃអត់ថាអត់មានអន្តរជាតិចូលរួមពាក់ព័ន្ធទេគឺប្រើតែយន្តការថៃខ្មែរទៅហើយបើសិនជាកម្ពុជាមិនព្រមបានន័យថាគេមើលមកឃើញកម្ពុជាអាក្រក់ទៀតហើយប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងកម្ពុជាអត់ទាន់តឹងប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិព្រមទាំងអន្តរជាតិរឿងថៃដណ្ដើមដីបាន60កន្លែងនេះប៉ុណ្ណឹងអារឿងដែលយើងត្រូវប្តឹងយើងអត់តឹងប្តឹងផងទៅពមៀនគេគំរាមគេឬក៏ជូនដំណឹងគេពីរឿងអាដែនសមុទ្រដែលអត់ទាន់មានរឿងឯណាមកវិញដែលគេលុប MOU ទៅហ្នឹងអាហ្នឹងវានឹងជជែកគ្នាទៀតប៉ុន្តែអត់ទាន់បានទន្ទ្រានឈ្លានពានដែនសមុទ្រអីឲ្យច្បាស់លាស់នៅឡើយទេព្រោះវានៅការចរចាជជែកគ្នាយើងទៅចាប់ផ្ដើមនិយាយពីរឿងដែនសមុទ្រចឹងបានថាខ្មែរយើងចង់ឲ្យរឿងព្រំដែននោះឲ្យស្មុគស្មាញចាក់ស្រេះដូចសឡកពឹសមកជជែកគ្នារឿងតរេនថៃឲ្យឡើងផ្អើលអូសអត់ផុតណាវាទៅជាអញ្ចឹងណាបងប្អូនយើងនាំគ្នាខូចអាប្រយោជន៍ធនធានយើងទាំងអស់នាំគ្នាចបៃត្រតាមស្រតាមគ្នាឲ្យតែគេដុតឆេះឈុលនេះទៅណាគេដុតនោះទៅនោះគេដុតនេះទៅនេះវល់ទាំងអស់គ្នាអត់មានទិសតំបន់អីឥឡូវថៃដឹងតែយើងវល់ដូចកទេសឡង់ឬក៏មន់ដាច់ក្បាលនេះគឺគេពពួកយើងដែរឥឡូវចាប់ផ្ដើមគេប្រើសារមួយថាអត់ឲ្យខ្មែរយើងទៅឆាកអន្តរជាតិទេចរចាទ្វេភាគីចរចាទ្វេភាគីមិនបាទរឿងព្រំដែនគោកនេះខ្មែរហៅចរចាទ្វេភាគីឲ្យហៅគណៈកម្មការ JBC មកវាស់វែងថៃកិច្ចរហូតនឹងចរចាមិនចឹងថៃក៏លុកនោះក៏លុកហើយយើងដើរលេងលបែងថៃអញ្ចឹងបានន័យថាចាំខ្ញុំថាកុំឲ្យទៅអោបជើងថៃអីគេថាអីថាទៅគឺយើងពឺតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិហើយប្តឹងនេះមិនមែនបានន័យថាយើងជក់ប្តឹងទេមិនមែនទេព្រោះជាយន្តការតែមួយគត់នៅក្នុងពេលឥឡូវនេះដែលមិនទាល់ច្រកដោយឥឡូវទាល់ច្រកហើយវិលទៅវិលមកឲ្យគេមកចរចាទ្វេភាគីហ្នឹងតើទៅឈ្នះថៃមែនទ្វេភាគីថៃវាយយើងឡើងទូកសាច់ហ្នឹងបាទតែយ៉ាងណាបងប្អូនឥឡូវតាក់ទងនឹងរឿងការដោះលែងលោកថាក់ស៊ីនស៊ីណាវ៉ាត់ដែលជាអតីតនាយករដ្ឋមន្ត្រីថៃនិងជាឪពុករបស់អតីតនាយករដ្ឋមន្ត្រីថៃដែរគឺឪពុករបស់នាងបេថងឋានស៊ីណាវ៉ាត់នោះគឺត្រូវបានតុលាការដោះលែងឲ្យនៅក្រៅពន្ធនាគារគ្រាន់តែថាក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនៅផ្ទះមែនតែគាត់ជាប់គុក8ខែគាត់នៅតែ4ខែទៀតអញ្ចឹងអា4ខែហ្នឹងគឺគេអត់ឱនដោយសារតែជាប់គុក2/3ទៅហើយអញ្ចឹងនៅក្នុងវប្បធម៌ថៃនេះគឺមានការសម្រុះសម្រួលការផ្សះផ្សាជាតិការលើកលែងទោសគ្នាគឺមិនចាប់ទោសអូសដំណើរដែលជារូបភាពមួយដែលមើលទៅគឺខុសពីខ្មែរយើងដាច់ស្រឡះតែម្ដងការដែលខុសគ្នាដាច់ស្រឡះហ្នឹងបានតែប្រជាពលរដ្ឋក៏កើតជាសំណួរសួរថាតើដល់ពេលណាទើបខ្មែរយើងចេះដោះលែងខ្មែរដើម្បីផ្សះផ្សាជាតិតាមពិតអ្នកនយោបាយខ្មែរបកកែតែទ្រឹស្ដីទេបងប្អូនបកកែរឿងបោកទ្រឹស្ដីហ្នឹងនិយាយពីហៀកែងការអនុវត្តជាក់ស្ដែងហ្នឹងគឺ0
និយាយពីខ្មែរយើងនឹងគឺជាសិទ្ធិអ្នកខ្លះចង់ស្នើឲ្យមានបិតាផ្សារជាតិអីណាហ្នឹងគឺថាអូយលើកជើងកប់ពពកនៅពេលដែលបុគ្គលដែលជាមេដឹកនាំហ្នឹងគឺងើបមួយវាយមួយខ្មែរជាសត្រូវមានហែងអត់អញអីចឹងសំទោសប្រើពាក្យអសរោះបន្តិចហើយព្រោះដោយសារតែពាក្យហ្នឹងគឺអ្នកនយោបាយប្រើមកកម្ចាយគ្នាចឹងតែម្ដងហើយដល់ពេលអញ្ចឹងអត់ព្រមដោះលែងអញ្ចឹងទៅយើងធ្វើឲ្យស្ថានភាពស្រុកខ្មែរយើងគឺដដាបដដួសមែនតើដោយសារអីគេមើលឃើញពីការបែកបាក់ជាតិណាបងប្អូនមិនមែនការបែកបាក់តែត្រឹមអ្នកនយោបាយទេគឺការបែកបាក់ជាតិព្រោះយើងអត់អាចអនុគ្រោះគ្នាបានហើយពេលវេលានេះគឺជាពេលវេលាដ៏ប្រសើរបំផុតនៅក្នុងការដោះលែងលោកកឹមសុខាអីវិញណាប៉ុន្តែបងប្អូននេះតែសុំភ្លើងយៈឯព្រោះលោកកឹមសុខានេះតឡាការសាលាឧទ្ធរសម្រាប់ក្តីរួចហើយទៀតហើយហ្នឹងឲ្យជាប់គុកថែមឲ្យដាក់ពិន័យថែម5មិនមែនពិន័យទេដាក់សង្កត់ថែម5ឆ្នាំទៀតគឺថាក្តារមឈូសហ្នឹងគឺថែមដេចគោលបានមួយជុំទៀតពីលើនឹងខ្លាច់កៃឡូងើបមកដែលសាកសពដែលស្លាប់ឡើងស្អុយលលួយអស់ហើយហ្នឹងឥឡូវនេះគឺមតិនេះក៏ឃើញមានដូចជាលោកអ៊ុំសំអានអីលោកសរសេរសារនៅលើបណ្ដាញសង្គមគាត់ថាថ្ងៃនេះលោកថាក់ស៊ីនត្រូវបានដោះលែងប៉ុន្តែមិនត្រូវបានជាប់បំរាមធ្វើនយោបាយអស់មួយជីវិតដោយលោកហ៊ុនសែនសំទោសដោយលោកស៊ុនចន្ទធីនោះទេលោកកម្មសុខាក៏ត្រូវជាប់បំរាមធ្វើនយោបាយអស់មួយជីវិតដែរហើយត្រូវឃុំក្នុងផ្ទះនឹង27ឆ្នាំលោករងឈុនក៏ត្រូវបានហាមឃាត់សិទ្ធិនយោបាយមិនឲ្យឈរឈ្មោះឲ្យគេបោះឆ្នោតអស់មួយជីវិតទៅទៀតលោកសំរងស៊ីក៏ត្រូវបានគេកាត់ទោសឲ្យជាប់គុកជាង100ឆ្នាំហើយអ្នកទោសមនសិការជាច្រើនអ្នកកំពុងជាប់ក្នុងគុកលោកបន្តថាអ្នកនយោបាយបពប្រឆាំងជាច្រើនអ្នកមិនអាចចូលស្រុកវិញបានហើយលោកថាច់សិដ្ឋាឯណោះដល់ត្រូវថ្ងៃត្រូវដោះលែងក៏ប៉ុន្តែតុលាការនៅបន្តឃុំខ្លួនគាត់តទៅទៀតនេះជាការបំបែកបំបាក់ជាតិខ្មែររបស់លោកហ៊ុនសែនដែលធ្វើឲ្យខ្មែរខ្សោយនិងធ្វើឲ្យថៃឈ្លានពានខ្មែរស្រេចតែអញ្ចិតក៏ប៉ុន្តែបែរជាអ្នកគាំទ្រគណៈបកប្រជាជនចង់ផ្ដាល់ក្រមងារឲ្យលោកហ៊ុនសែនជាបិតាឯកភាពជាតិកម្ពុជាឯណានៃនោះទៅវិញលោកហ៊ុនសែនសុកចិត្តកម្ចាត់ខ្មែរគ្នាឯងក៏ប៉ុន្តែមិនហ៊ានកម្ចាត់ថៃដែលកំពុងឈ្លានពានយកទឹកដីរាល់ថ្ងៃទេលោកអ៊ុំសំអានបញ្ចប់ដោយនិយាយថាលោកហ៊ុនសែនខ្លាំងបានតែជាមួយខ្មែរគ្នាឯងក៏ប៉ុន្តែគាត់កំសាកជាមួយថៃដែលខុសពីថៃគេបង្រួបបង្រួមជាតិគេដើម្បីឈ្លានពានទឹកដីខ្មែរយើងសូមផ្ដាល់គោរមងារលោកហ៊ុនសែនជាបិតាបំបែកបំបាក់ជាតិនិងបិតាធ្វើឲ្យបាត់បង់ទឹកដីខ្មែរទៅថៃចំនួន62ទីតាំងនិងបាត់បង់ទឹកដីទៅវៀតណាមឬបិតាបាត់ដីតែម្ដងលោកបញ្ជាក់ថាលោកហ៊ុនសែនការពារអំណាចជាងការពារទឹកដីបាទនេះគឺជាប្រសាសន៍របស់លោកអ៊ុំសំអានដែលជាមន្ត្រីកិច្ចការព្រំដែនរបស់រដ្ឋាភិបាលក្រៅប្រទេសលោកអ៊ុំសំអានក៏ត្រូវរងការដាក់គុករាប់ឆ្នាំក្រោមកណ្ដាប់ដៃរបស់លោកហ៊ុនសែនដែរការលោកនៅជាតំណាងរាស្ត្រខេត្តសៀមរាបនោះតកតងរឿងនេះខ្ញុំឃើញសាររបស់លោកស្រីមេងសុភារីដែលជាសហការីឬក៏ណែសហមេធាវីការពារក្តីឲ្យលោកកឹមសុខានឹងសរសេរសារគួរឲ្យស្រណោះមួយដែរនៅលើបណ្ដាញសង្គម Facebook របស់លោកស្រីដែលលោកស្រីខានសរសេរសារនៅលើបណ្ដាញសង្គម Facebook រឿងនយោបាយនេះយូរដែរហើយចុងក្រោយនេះនៅពេលដែលឃើញលោកអាងឧត្តមនិងលោកមេធាវីផែងហេងចូលទៅការពារក្តីឲ្យលោកកឹមសុខាតកតងនឹងរឿងបណ្ដឹងឧទ្ធរប្រឆាំងនឹងសាលក្រមរបស់សាលដំបងកាលពីថ្ងៃទី10ខែមេសាឆ្នាំ2026នោះគឺមិនឃើញវត្តមានលោកស្រីមេងសុភារីចូលនៅក្នុងក្រុមនេះនៅឡើយមិនដឹងថាតើលោកស្រីនៅបន្តជាសហមេធាវីរបស់លោកកឹមសុខាឬយ៉ាងណាទេតែនៅក្នុងនេះគឺឃើញសាររបស់គាត់សរសេរអញ្ចេះកាលពីមុនអ៊ូអនណាស់គាត់សំដៅទៅលើផ្ទះលោកកឹមសុខាតែពេលនេះឃើញតែរបងផ្ទះដែលបានបិទអស់ជាច្រើនឆ្នាំក្រោយការហាមក្រោមការយាមកាមយ៉ាងតឹងរឹង24ម៉ោងលើ24ម៉ោងពីសមត្ថកិច្ចមិនដឹងពេលណាម្ចាស់ផ្ទះមានសេរីភាពឡើងវិញលោកស្រីសំដៅទៅលើលោកកឹមសុខាឃើញថៃដោះលែងអ្នកនយោបាយឲ្យមានសេរីភាពដើម្បីផ្សះផ្សាជាតិស្រណោះដល់ខ្មែរយើងណាស់តើខ្មែរអាចដោះលែងអ្នកនយោបាយនិងផ្សះផ្សាជាតិដើម្បីទប់នឹងការឈ្លានពានរបស់ថៃដែរឬទេបាទនេះគឺជាសាររបស់លោកស្រីមេធាវីលោកកឹមសុខាលោកស្រីមេងសុភារីឥឡូវនេះខ្ញុំចូលដល់ព័ត៌មានបន្ទាប់ទៀតតកតងនឹងថៃសំទោសនាយករដ្ឋមន្ត្រីថៃស្វាគមន៍ការដោះលែងលោកថាក់ស៊ីននឹងថានឹងជួបមានជំនួបមួយជាមួយនឹងអ្នកទាំងពីរ
លោកអនុទិនច័ន្ទវរៈកុលតាមពិតត្រេកអរស្វាគមន៍តាំងតែពីមុនដោះលែងលោកថាក់ស៊ីនមកម្លេះហើយអ្នកទាំងពីរអ្នកនេះគឺសុទ្ធតែជាអ្នកនយោបាយដែលធ្លាប់ធ្វើកិច្ចការងារជាមួយគ្នាតាមពិតលោកអនុទិនច័ន្ទវរៈកុលគឺជាកូនចៅរបស់លោកថាក់ស៊ីនស៊ីណាវ៉ាត់ទេហើយលោកគោរពលោកថាក់ស៊ីននេះខ្លាំងហើយលោកនៅតែបន្តប្រើភាសាថាលោកគោរពលោកឲ្យតម្លៃអ្នកដឹកនាំនយោបាយរៀមច្បងនេះ ហើយលោកថាទីក្រុងបាងកកមិនធំទេទូចណាស់ដូច្នេះគង់នឹងបានជួបគ្នាគ្រាន់តែថាលោកចង់ផ្ដល់ឱកាសឲ្យលោកថាក់ស៊ីនហើយនឹងក្រុមគ្រួសារបាននៅជួបសួរសុខទុក្ខគ្នាសប្បាយក្រោយពេលចេញពីពន្ធនាគារនេះសិនពេលវេលាសមស្របចប់នីតិវិធីតុលាការលោកសន្យាថានឹងជួបមេដឹកនាំគណៈបកភឿថៃដែលជាទីប្រឹក្សាដ៏ចំណាននៃគណៈបកភឿថៃគឺលោកថាក់ស៊ីននេះ ដើម្បីពិគ្រោះការងារផ្សេងដើម្បីប្រយោជន៍ជាតិលោកនិយាយចឹងភាសានិយាយចឹងមកគឺយើងក្តុកក្តួលចាក់ដោតឈឺចាប់ដល់ខ្មែរយើងមែនតើនៅពេលដែលគេជាប់គុកជាប់ច្បាក់ហើយលោកថាក់ស៊ីនចេញមកពីគុកនឹងគាត់ថាម៉េចទេគាត់ទៅសុំសិល8ខែហើយដូច្នេះគាត់ភ្លេចអ្វីពីមុនមកហើយគឺគេភ្លេចអីអស់ហើយគាត់និយាយតែពីឥឡូវទៅមុខឲ្យឃើញនៅគេជំរុះចោលអ្វីដែលជាបញ្ហា ឆ្លោះគ្នាមិនត្រូវគ្នាចោលម្លាយទៅហើយគេចាប់ផ្ដើមចាប់ដៃគ្នាដើម្បីអីដើម្បីកាងយកអាដីខ្មែរដែលគេដណ្ដើមបានហ្នឹងគឺនិយាយពីផលប្រយោជន៍ជាតិនិងដែនសមុទ្រអីផងទៀតអាហ្នឹងគឺគេត្រូវគ្នាអញ្ចឹងហើយដល់យើងវិញនិយាយពីឆ្លោះគ្នាបែកខ្ទិះហើយនិយាយពីសិទ្ធិអ្នកស្នេហាជាតិខ្ញុំសរសើរខ្មែរយើងប៉ាកែរឿងបោកហ្នឹងហ្មងនិយាយពីស្នេហាជាតិបង្រួបបង្រួមជាតិផ្សះផ្សាជាតិតែប៉ុន្តែងើបមួយដឹងតែវាយមួយហ្មងអ្នកណានិយាយអីចាប់ដាក់គុក ហើយបហែកហួរគ្នាឲ្យដល់ណានៃអារឿងដោះលែងអត់ទេប៉ុន្តែអាពេលដែលកំពុងតែមានបញ្ហាដឹងមុនរដ្ឋាភិបាលដឹងមុនណាបន្តិចទៀតថាមាននឹងដោះលែងលោកថាច់ស៊ីនអារឿងបញ្ហាព្រំដែននៅតែអត់មានដំណោះស្រាយរឿងអីប្រជាប្រដ្ឋថ្នាក់ថ្នាក់នាំគ្នាសម្រុកចុះមូលដ្ឋានទៅពង្រឹងមូលដ្ឋានតាមបង្ហិនតលុយជាតិណាទៅម្ដងមន្ត្រីទៅនឹងតើចំណាយលុយថវិកាជាតិនឹងអស់ប្រមាណដើរចុះទៅជួបមេឃុំចៅសង្កាត់អីហ្នឹងវា តាមពិតវាជាការងាររដ្ឋាភិបាលគេត្រូវធ្វើប៉ុន្តែទៅម្ដងហ្នឹងរវល់ទាំងអស់ខាតការងារទាំងអស់គ្នានឹងមានបានប្រយោជន៍អីគឺដើម្បីតែពង្រឹងបកហ្នឹងតែប៉ុណ្្នឹងឯងវាមិនមែនជាការដែលទៅដើម្បីដូចខ្ញុំនិយាយថាទៅសួរឃុំសង្កាត់ដែលជាអង្គបោះឆ្នោតក្រុមប្រឹក្សាឃុំហ្នឹងពេលជួប5ខេត្តដែលលោកហ៊ុនសែនចុះទៅហ្នឹងទៅសួរគាត់យល់យ៉ាងម៉េចដែរពីរឿងត្រូវប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ចង់បានកម្លាំងប្រជាពលរដ្ឋមូលដ្ឋានជួយគាំទ្រប្តឹងទៅតុលាការព្រំប្រទានអន្តរជាតិពីរឿងចំនួនព្រំដែនជាមួយខ្មែរថៃហ្នឹងអីឡាក់នឹងឡាក់អត់មានទេគឺទៅនឹងដើម្បីតែស្អំចិត្តហ្នឹងកុំឲ្យរំពើរពើតឬថាវាដូចថារំជើបរំជួលអីចឹងទប់អាស្ថានភាពនយោបាយដែលនឹងមានរឿងគេផ្សះផ្សាគ្នាអញ្ចឹងកុំឲ្យយើងនឹងវាឃ្លៀងឃ្លោងពេកព្រោះយើងมันអាចផ្សះផ្សាគ្នាបានហ្នឹងទៅស្អំចិត្តប្រជាពលរដ្ឋឲ្យព្រមទទួលយកនៅអ្វីដែលជាបញ្ហាដដែលបាទឥឡូវនេះគឺតកតងនឹងថៃអត់ទនេដៃទេបងប្អូនណាថៃអត់មានទនេដៃទេគឺរវល់ណាស់មួយថ្ងៃសម្ោចក្នុងខោតែមិនមែនសម្ោចក្នុងខោចោលមកសៀតទេសម្ោចក្នុងខោទន្ទ្រានឆ្លៀនពៀនអ្វីដែលជាសំណង់មិនទាន់សង់នោះគឺសង់ពេញដីខ្មែរដែលថៃដដើមយកបានសង់រូបបដិមាធ្វើជណ្ដើរធ្វើចាក់ផ្លូវបេតុងលើកទង់ជាតិលើកអីឡានឹងឡាឥឡូវនៅប្រាសាទខ្នាហ្នឹងមួយថ្ងៃលើវើក ហាត់សមផងច្រៀងផងរាំផងដើម្បីថ្វាយព្រេនសែនព្រេនដើម្បីធ្វើពិធីក្រុងពលីក្រុងអីឬក៏អីដើម្បីត្រៀមបើកប្រាសាទខ្នាដែលជាប្រាសាទរបស់ខ្មែរឲ្យភ្ញៀវទេសចរចូលមកទស្សនានៅថ្ងៃទី16ខែឧសភាខាងមុខហើយយើងនៅតែថ្កោលទោសជូនដំណឹងមិនទទួលយកបានពីវនីវសុំឲ្យដកសុំឲ្យឈប់កាន់តែអំពីវនីវកាន់តែខ្លាំងថៃធ្វើកាន់តែសម្បើម ដោយសារថៃអត់ខ្លាចយើងនឹងរឿងអំពាវនាវហ្នឹងណារឿងតវ៉ារឿងថ្កោលទោសហ្នឹងព្រោះយើងអត់ប្តឹងហើយដល់ពេលឥឡូវថៃបបួលឲ្យយើងចរចាទ្វេភាគីរឿងដែនសមុទ្រអារឿងដែនគោកស្ងាត់ឲ្យឈឹងពលរដ្ឋទាមទារឲ្យមានទោសប្រហារជីវិតករណីកុមារីវ័យ5ឆ្នាំម្នាក់ត្រូវឃាតករសម្លាប់រឿងចាប់ចម្រិតទារប្រាក់រឿងនេះក៏រកម្មចិត្តដែរបងប្អូនហើយគួរឲ្យសោកស្ដាយដែរកុមារីវ័យ5ឆ្នាំម្នាក់ បានទទួលមរណភាពដោយសារតែឃាតករដៃឆៅចិត្តអប្រិយហើយជាបងប្អូន
ជាប់សាច់សាររហូតថ្លៃទៅទៀតព្រោះលឺសូរថាត្រូវជាឪពុកមាថ្លៃរបស់កុមារីវ័យ5ឆ្នាំនេះទៅរៀនថ្នាក់មត្តេយ្យឈ្មោះរតនាមេងស៊ីនដែលត្រូវបានឃាតករដែលជាឪពុកមាសាច់ថ្លៃហ្នឹងនៅផ្ទះទល់មុខនឹងតាមពិតផ្ទះដែលស្នាក់នៅហ្នឹងបើតាមសេចក្តីរាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនិយាយថាដំបូងឡើយជាទម្លាប់របស់គ្រួសារនេះគ្រួសាររបស់កុមារីរងគ្រោះនេះតាមពិតគ្រួសារហ្នឹងមានកូនស្រី2នាក់មានកូនបងម្នាក់ហើយនឹងកូនស្រីពៅនេះអាយុ5ឆ្នាំនេះឲ្យតែសៅរ៍អាទិត្យគឺនាំកូនទាំងពីរហ្នឹងទាំងគ្រួសារហ្នឹងទៅលេងជីដូននៅអាម្ដុំទល់មុខផ្ទះជនប្រព្រឹត្តហ្នឹងហ្មងទីតាំងដែលរស់នៅគឺនៅកន្លែងពីរផ្សេងគ្នាទេព្រោះអីឪពុកម្ដាយរបស់កុមារីរងគ្រោះនេះគាត់មិនមែននៅកន្លែងណែឃុំព្រែង7ស្រុកស្អាងខេត្តកណ្ដាលហ្នឹងទេឃុំព្រែង7ស្រុកស្អាងខេត្តកណ្ដាលហ្នឹងគឺជាផ្ទះរបស់ជនប្រព្រឹត្តនៅទល់មុខរបស់ក្រុមដែលសាច់ញាតិរបស់គ្រួសារសពកុមារីនេះព្រោះតែលេងសៅរ៍អាទិត្យចឹងយកទៅលេងចដូនយកអីចឹងទៅដល់ពេលឱកាសហ្នឹងធ្វើឲ្យជនដៃដល់ហ្នឹងគឺអាចលបួងលួងកុមារីតូចនឹងតាមពិតលួងទៅទាំងពីរប៉ុន្តែលួងបានតែមួយដោយសារកុមារីធំហ្នឹងប្រហែលជាគាត់ក្មេងធំចេះដឹងអីមិនចង់លុះក្រោមតាមការបន្តងអីរបស់មាសាច់ថ្លៃតែវាមិនមែនអ្នកសាច់ឆ្ងាយទេដូច្នេះមិនពិបាកអីនៅក្នុងការលួងឲ្យចូលទៅក្នុងផ្ទះចូលអីចឹងទៅបានកុមារី5ឆ្នាំហ្នឹងទៅយកទៅចងស្កុតរុំមុខរុំអីរហូតដល់ថប់ដង្ហើមស្លាប់បងប្អូនចងដៃស្លាប់សេកទៅក្រោយគួរអានោះឲ្យធំតាមពិតកុមារីនេះស្លាប់នៅក្នុងថ្ងៃតែមួយហ្នឹងពេលទាចម្រិតហ្នឹងទាប្រាក់$10000ឲ្យផ្ទេរតាមវិញតាមអីឲ្យកំណត់ម៉ោងទៀតថា1ម៉ោងក្រោយមកបើសិនជាអត់បានលុយដឹងតែមិនអាចជួបកូនឲ្យបាននឹងមានសារឆ្លើយឆ្លងគ្នាជាមួយនឹងគ្រួសារតាម Telegram អីជាប្រចាំហ្នឹងបើតាមមើលតាមសេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុកអីផ្សំផងប៉ូលីសមិនបាននិយាយពីចំនួនទឹកប្រាក់ហ្នឹងក៏ប៉ុន្តែរបាយការណ៍ពីសារព័ត៌មានក្នុងស្រុកហ្នឹងគឺមានការផ្ទៀងផ្ទាត់ទៅឃើញថាជនប្រព្រឹត្តនេះគឺអាយុ35ឆ្នាំមានប្រពន្ធមានអីហើយប៉ុន្តែដូចថាជីវភាពអាចខ្វះខាតអីខ្ចីលុយគ្រួសារនេះយូរដល់ដែរហើយតែខ្ចីមិនបានដល់អញ្ចឹងទៅចាប់ចម្រិតតែម្ដងទា$10000ហើយ$10000ពុំមានកុំឲ្យទៅប្រាប់សមត្ថកិច្ចក៏ប៉ុន្តែម្ដាយក្មេងនៅពេលដែលបាត់ក្មេងស្រីនេះក៏ប្តឹងទៅសមត្ថកិច្ចប្តឹងអីឲ្យជួយតាមរទៅសមត្ថកិច្ចចាត់ការប៉ុន្តែគួរឲ្យអកុសលចាប់ជនល្មើសនេះបានយកទៅដាក់ឃុំខ្លួនជនរងគ្រោះកុមារីគឺស្លាប់បាត់ទៅហើយប្រជាពលរដ្ឋតាមបណ្ដាញសង្គមនឹងនាំគ្នាស្រោចថាឲ្យនាំគ្នាកាត់ទោសប្រហារជីវិតបុរសនេះទៅខ្ញុំយល់អំពីកំហឹងរបស់បងប្អូនទាំងអស់គ្នាដែលចង់ឲ្យជនប្រព្រឹត្តដែលធ្វើបាបកុមារីរងគ្រោះអាយុ5ឆ្នាំបែបនេះគឺយើងចង់ឲ្យថាថ្មិញសងដោយថ្មិញណាប៉ុន្តែកម្ពុជាមិនមានទោសប្រហារជីវិតទេបងប្អូននៅក្នុងរដ្ឋធម្មនុញ្ញយើងទី1មិនមានទោសប្រហារជីវិតទេហើយទោសប្រហារជីវិតនេះបើសិនជាប្រទេសកម្ពុជាយើងស្ថិតនៅក្នុងស្ថានភាពគ្មាននីតិរដ្ឋមានអំពើពុករលួយរបបឯកបកច្បាប់នៅលើបបោមាត់អ្នកថានឹងទេបើមានទោសប្រហារជីវិតវែងអ្នកនយោបាយដូចលោកកឹមសុខាអីគេកាត់កចោលព្យូកចោលបាត់អស់ហើយច្បាស់ជាស្លាប់អស់គ្មានថ្ងៃដែលកិច្ចរួចទេព្រោះអីគេទាញច្បាប់ឲ្យយឺតដោយកៅស៊ូយើងអាចនឹងដាក់ទោសអក្រិតជនអ្នករំលោភចាប់សម្លាប់ក្មេងបានមែនក៏ប៉ុន្តែយើងនឹងឃើញអ្នកនយោបាយដែលគេកាត់ទាំងអយុធធម៌នឹងស្លាប់ទាំងអស់ដោយសារតែការប្រហារជីវិតដោយអំណាចនៃតុលាការអត់ឯករាជ្យដូច្នេះខ្ញុំមិនលើកទឹកចិត្តឲ្យមានទោសធ្ងន់បែបនេះទេនៅពេលនេះចង់និយាយចេះបើសិនជាមានរដ្ឋាភិបាលឯករាជ្យឬក៏តុលាការឯករាជ្យណាមួយដែលគិតគូរឡើងវិញឲ្យជឿលើប្រព័ន្ធច្បាប់ដ៏សុក្រិតហើយខ្ញុំជឿថាប្រព័ន្ធច្បាប់កម្ពុជា1លានឆ្នាំទៀតក៏នៅតែប៉ុណ្ណឹងដែរដូច្នេះកុំណែនាំឲ្យមានទោសប្រហារជីវិតអីសោះខ្ញុំពិតជាមិនគាំទ្រអំពើមនុស្សឃាតអីចង់ឲ្យអ្នកទទួលបាបកម្មឲ្យធ្ងន់មែនក៏ប៉ុន្តែរឿងទោសប្រហារជីវិតក្នុងបរិបទប្រទេសកម្ពុជាកុំសាកល្បងឲ្យសោះអ្នកនឹងស្លាប់ដោយឥតអំពើឃាតករនឹងស្លាប់អាចរួចខ្លួនទៅទៀតបើមានអំពើពុករលួយអីប៉ុន្តែអ្នកដែលអត់ត្រូវស្លាប់អស់ដោយសារតែការទាញច្បាប់ឲ្យយឺតដោយកៅស៊ូបើសិនជាមានកាត់ទោសប្រហារជីវិតមកដល់ម៉ោងនេះគឺអ្នកដែលនៅក្នុងគុក
ជាប់ពីបទក្បត់ជាតិអីហ្នឹងគឺគេប្រហារជីវិតអស់ហើយតែបើច្បាប់យើងធូររលុងតឡាការអត់ឯករាជ្យគ្នាស្លាប់បាត់ហើយមានអីហៅមកវិញបើសិនជានៅចេះតែជាប់ក្នុងគុកទៅរ៉ាំរ៉ៃយូរទៅវាអាចមានឱកាសណាផ្សះផ្សានយោបាយអីទៅគាត់អាចរួចខ្លួនពីអាចសំណាញ់ច្បាប់ដែលទាញយឺតដូចកៅស៊ូនឹងដែរខ្ញុំចង់និយាយពីផ្លូវកណ្ដាលទេបងប្អូនខ្ញុំយល់ពីអារម្មណ៍របស់បងប្អូនប៉ុន្តែការដែលចង់ឲ្យមានទោសប្រហារជីវិតនៅពេលនេះគឺជាការដែលធ្វើឲ្យមានទុក្ខវេទនាច្រើនជាងដំណោះស្រាយមួយទៀតតកតងនឹងរឿងតុលាការកំពូលបដិសេធសំណើសុំដោះលែងឲ្យមានសេរីភាពលើថ្នាក់ដឹកនាំសមាគមនិស្សិតបញ្ញវន្តខ្មែររឿងដោះលែងនឹងដឹងអត់ឲ្យខ្មែរយើងមានតែរឿងចាប់ថែមអឺនេះគឺជាសារព័ត៌ជាសេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុកគឺអង្គការលីកាដូទេដែលគាត់បានរាយការណ៍មកឲ្យខ្ញុំសូមអានសេចក្តីរាយការណ៍របស់គាត់ដូចតទៅគឺសំណើសុំដោះលែងរបស់លោកធីថនដែលជាអនុប្រធាននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរត្រូវបានតុលាការកំពូលបដិសេធចោលនៅរសៀលថ្ងៃច័ន្ទនេះហើយលោកថនកំពុងជាប់ឃុំនៅមជ្ឈ